ចាសសូមជម្រាបសួរពុកម៉ែបងប្អូនចាសូមអញ្ជើញពុកម៉ែបងប្អូនមកទស្សនាចាទីតាំងបុរាណដែលជាស្នាដៃរបស់បុព្វបុរសខ្មែរយើងមួយទៀតហើយដែលស្ថិតនៅក្នុងឃុំព្រះនេត្រព្រះស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យចាអញ្ចឹងអញ្ជើញពុកម៉ែបងប្អូនឡើងទៅទស្សនាជាមួយនាងខ្ញុំទាំងអស់គ្នាដើម្បីទៅដល់ទីតាំងបុរាណស្ថានមួយនេះគឺយើងត្រូវឡើងមកលើភ្នំព្រះនេត្រព្រះដែលខាងវត្តគាត់ធ្វើចណ្ដើរមានពីរខាងបងប្អូនចាគឺនៅផ្នែកខាងលិចមួយគឺនៅផ្នែកខាងកើតមួយចាយើងអាចឡើងតាមផ្លូវណាក៏បានដែរចាឥឡូវយើងឡើងមកដល់ទីតាំងនៃប្រាសាទហើយចានេះគឺជាប្រាសាទបុរាណខ្មែរយើងដែលមានឈ្មោះថាប្រាសាទភ្នំព្រះនេត្រព្រះហើយឈ្មោះពិតប្រាកដនៃប្រាសាទនេះក៏មានដែរពុកម៉ែបងប្អូនចាគឺឈ្មោះថាប្រាសាទសេវបាទប្រាសាទនេះដែរគឺមិនទាន់សាងសង់រួច 100% នៅឡើយទេហើយប្រាសាទនេះសាងសង់ឡើងអំពីឥដ្ឋថ្មភក់ពណ៌ផ្កាឈូកនិងថ្មបាយក្រៀមប្រាសាទនេះគឺមានប្រាង្គទាំងអស់3សាងសង់បែរមុខទៅទិសខាងកើតនិងមានកំពែងព័ទ្ធជុំវិញប្រាសាទនេះដែរក៏មានសិលាចារឹកចំនួន3សន្លឹកនៅទីនេះដែរគឺ K215 មាន18បន្ទាត់ជាសិលាចារឹកនៅស៊ុមទ្វារខាងកើតរបស់ប្រាង្គធំកណ្ដាលនិង K216 ជាសិលាចារឹកនៅលើស៊ុមទ្វារប្រាង្គខាងស្ដាំហើយនៅខាងមុខប្រាង្គកណ្ដាលមាន2ផ្ទាំងទី1មាន51បន្ទាត់និងផ្ទាំងទី2មាន19បន្ទាត់ចាប្រាសាទនេះគឺសាងសង់ឡើងដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនាលទ្ធិព្រះឥសូរសាងសង់ឡើងនៅឆ្នាំ938ដល់ឆ្នាំ949នៃគ្រិស្តសករាជចាហើយប្រាសាទនេះដែរក៏រងការបាក់បែកខូចខាតទាំងស្រុងតែម្ដងចានៅសេសសល់តែបំណែកថ្មនិងគ្រឹះខ្លះនៃប្រាសាទតែប៉ុណ្ណោះទេចាតាមដែលយើងមើលគឺប្រាសាទនេះគឺមានទំហំមិនទូចទេពុកម៉ែបងប្អូនចាព្រោះថ្មដែលយើងឃើញនេះគឺធំមែនទែនចាចំពោះស៊ុមទ្វារនៃប្រាសាទគឺគេយកថ្មភក់ពណ៌ផ្កាឈូកមកធ្វើជាស៊ុមទ្វារចាគឺពិតជាស្រស់ស្អាតមែនទែនស្នាដៃរបស់បុព្វបុរសខ្មែរយើងចាហើយប្រាសាទនៅក្នុងខេត្តបន្ទាយមានជ័យភាគច្រើនគឺយកថ្មភក់ពណ៌ផ្កាឈូកមកកសាងចាប៉ុន្តែគួរឲ្យសោកស្ដាយមែនទែនគ្រប់ប្រាសាទទាំងអស់ដែលស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យគឺរងការបាក់បែកខូចខាតច្រើនមែនទែនចាបើសិនជាប្រាសាទទាំងអស់នោះនៅមានរូបរាងគឺខេត្តបន្ទាយមានជ័យក៏ជាខេត្តមួយដែលសម្បូរទៅដោយប្រាសាទបុរាណខ្មែរយើងដែរចាអញ្ចឹងដើម្បីជាការលើកស្ទួយនិងគាំទ្រនៅស្នាដៃរបស់បុព្វបុរសខ្មែរយើងចាពុកម៉ែបងប្អូនកុំភ្លេចអញ្ជើញមកទស្សនាគ្រប់ប្រាសាទដែលជាស្នាដៃរបស់បុព្វបុរសខ្មែរយើងផងចាទោះបីជាប្រាសាទនៅសេសសល់តែទីទួលឬក៏ដុំថ្មខ្លះចាយើងក៏គួរតែមកដើម្បីឲ្យស្គាល់ថាទីតាំងនេះគឺជាទីតាំងដែលជាស្នាដៃរបស់បុព្វបុរសយើងហើយចំពោះភ្នំព្រះនេត្រព្រះនេះក៏មានឈ្មោះពីដើមដែរចាគឺឈ្មោះថាគិរីបុរៈចាចំពោះឈ្មោះបច្ចុប្បន្នដែលហៅថាភ្នំព្រះនេត្រព្រះនេះយើងក៏មិនច្បាស់ថាប្រជាជននៅក្នុងតំបន់គាត់ចាប់ផ្ដើមហៅតាំងពីពេលណាមកទេប៉ុន្តែឈ្មោះពីដើមរបស់ភ្នំនេះគឺឈ្មោះថាគិរីបុរៈចាអរគុណច្រើនពុកម៉ែបងប្អូនវីដេអូនាងខ្ញុំក៏ឈានមកដល់ទីបញ្ចប់ដែរអរគុណពុកម៉ែបងប្អូនដែលចំណាយពេលវេលាទស្សនាវីដេអូរបស់នាងខ្ញុំសូមពុកម៉ែបងប្អូនជួយ Subscribe Channel YouTube នាងខ្ញុំម្នាក់មួយផងចាដើម្បីទទួលបាននូវវីដេអូថ្មីៗដែលបង្ហាញពីទីតាំងប្រាសាទបុរាណខ្មែរយើងចាក៏សូមជូនពរដល់ពុកម៉ែបងប្អូនឲ្យជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើនចាពេលនេះនាងខ្ញុំសូមអរគុណសូមជម្រាបលា